នេះជារថក្រោះប្រយុទ្ធធុនធ្ងន់ T-80 BVM របស់រុស្ស៊ីដែលបានចូលប្រឡូកក្នុងសង្គ្រាមអ៊ុយក្រែនសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយសពិវត្តរបស់បណ្ដាប្រទេសនានាជាច្រើនបានយកមកសាឡបងជាក់ស្ដែងក្នុងសង្គ្រាមមួយនេះប៉ុន្តែអាវុធទំនើបទាំងនោះត្រូវបានបំផ្លាញទូយ៉ាងដូចជា M1 A5 T90 Leopard 2A4 Challenger សុទ្ធតែត្រូវបានបំផ្លាញក្នុងសង្គ្រាមមួយនេះប៉ុន្តែបន្ទាប់ពីបានដកពិសោធន៍សង្គ្រាមជាក់ស្ដែងអស់ជាច្រើនឆ្នាំមកនេះរុស្ស៊ីបានធ្វើការកែលម្អនៅអាវុធរបស់ខ្លួនឲ្យខ្លាំងជាងមុនរហូតដល់ពួកវាក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងបំផុតលើសមរភូមិជើងគោកនោះគឺរថក្រោះតេ 80 BVM ហើយកងទ័ពអ៊ុយក្រែនក៏ចង់ប្រមាញ់យករថក្រោះមួយនេះទាំងរស់ដើម្បីយកមកសិក្សាស្រាវជ្រាវចំណែកឯអង់គ្លេសវិញបានសូមឲ្យកងទ័ពអ៊ុយក្រែនចាប់យករថពីដៃប្រយុទ្ធ BMPT Terminator 2 រុស្ស៊ីដើម្បីឲ្យពួកគេយកវាទៅសិក្សាស្រាវជ្រាវដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់វាតើរថក្រោះប្រយុទ្ធតេ 80 VBM មួយនេះខ្លាំងដល់កម្រិតណាទើបអ៊ុយក្រែនចង់បានវាយ៉ាងនេះសូមទស្សនាវីដេអូនេះដូចតទៅតេ 80 BVM ត្រូវបានធ្វើទំនើបកម្មចេញពីរថក្រោះតេ 80 MV ជាមួយនឹងការរចនាទូខ្លួនរបស់វារាងជម្រាលដើម្បីជំនួយក្នុងការការពារពីគ្រាប់រថក្រោះរបស់សត្រូវបូករួមជាមួយនឹងបច្ចេកវិទ្យាចំនួនថ្មីនោះបានធ្វើឲ្យរថក្រោះមួយនេះអាចចូលរួមប្រយុទ្ធក្នុងសមរភូមិលំបាកអាចបកកាត់ទឹកភក់ផុងចូលព្រៃកាត់ភ្នំបានវាត្រូវបានចាប់ផ្ដើមធ្វើទំនើបកម្មដំបូងក្នុងឆ្នាំ2010និងបានបង្ហាញខ្លួនជាផ្លូវការនាកំឡុងឆ្នាំ2017គឺក្នុងសម្ពាធយោធាសហប៉ាតរវាងកងទ័ពរុស្ស៊ីនិងបេឡារុសហើយវាក៏បានដាក់ប្រើប្រាស់ជាផ្លូវការក្នុងកងរថក្រោះរុស្ស៊ីនាកំឡុងឆ្នាំ2018នៅពេលចាប់ផ្ដើមចូលប្រឡូកក្នុងសង្គ្រាមជាមួយអ៊ុយក្រែនតេ 80 BVM ត្រូវបានធ្វើទំនើបកម្មបន្ថែមទៀតដូចជាការបំពាក់រនាំងដៃការពារនិងដំបូលការពារដ្រូនជាដើមជាមួយនឹងទម្ងន់ 46,000 គីឡូក្រាមបណ្ដោយប្រវែង 9.65 ម៉ែត្របណ្ដោយនេះគឺសរុបទាំងកាំភ្លើងធំផងដែរមានទទឹង 3.6 ម៉ែត្រនិងកម្ពស់ 2.2 ម៉ែត្រដោយម៉ាស៊ីនរបស់វា Bragas GTD 1250 Gas Turbine Engine មានកម្លាំង1250សេសធ្វើឲ្យវាមានសមត្ថភាពរត់ក្នុងល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងលើផ្លូវស្រួលនិង45គីឡូម៉ែត្រក្នុង1ម៉ោងលើផ្លូវលំបាករថក្រោះប្រយុទ្ធមួយនេះអាចរត់បានចម្ងាយ500គីឡូម៉ែត្រអាចបកកាត់ទឹកជម្រៅ 1.8 ម៉ែត្រប៉ុន្តែបើវាបំពាក់ឧបករណ៍ជំនួយទៅគឺអាចបកកាត់ទឹកជម្រៅ5ម៉ែត្រនិងអាចបកកាត់ឧបសគ្គផ្សេងៗដូចជាជម្រាលនិងចំណោតទទឹង 2.85 ម៉ែត្រនិងកម្ពស់ 1 ម៉ែត្របំពេញទៅដោយកាំភ្លើងធំកាណុង 125 មីលីម៉ែត្រ PA46M4 Small Bore Gun បាញ់បានគ្រាប់ជាច្រើនប្រភេទដូចជាគ្រាប់ APS-SDS Head និង Heavy ជាដើមហើយនៅលើដំបូលរបស់វាក៏មានបំពាក់នៅមីស៊ីលប្រឆាំងរថក្រោះប្រភេទ 9M119M Reflex បាញ់បានចម្ងាយ5គីឡូម៉ែត្រនិងកម្លាំងយន្ត 7.62 មីលីម៉ែត្រឬក៏ 12.7 មីលីម៉ែត្រមួយដើមនិងឧបករណ៍បាញ់គ្រាប់បែកផ្សែងចំនួន8ចំពោះការបំពាក់បច្ចេកវិទ្យារបស់វាមានដូចជាប្រព័ន្ធការពារ NBC ប្រព័ន្ធទំនាក់ទំនងប្រព័ន្ធសម្រាប់មើលនៅពេលយប់និង Laser ស្វែងរកគោលដៅប្រព័ន្ធបញ្ជាបាញ់ដោយកុំព្យូទ័រ Ballistic ប្រព័ន្ធគ្រប់គ្រងសមរភូមិនិង Panoramic Sign សម្រាប់អនុញ្ញាតឲ្យមេបញ្ជាការអាចឆ្លុះមើលគោលដៅសត្រូវនៅឆ្ងាយស្តុបដៃថែបដែលស្របការពារវាគឺប្រភេទ ERA អាចការពារពីគ្រាប់មីស៊ីលប្រឆាំងរថក្រោះនិងគ្រាប់កាំភ្លើងយន្តរបស់សត្រូវគ្រប់ធន់ទាំងអស់តេ 80 BVM ប្រើប្រាស់កម្លាំងទាហានចំនួន3នាក់សម្រាប់ប្រតិបត្តិការ